Hello សួស្តីបងប្អូនអតិថិជនបងប្អូនគ្នាសម្រាប់បងប្អូនដែលធ្វើការរថយន្តបាទតម្លៃទុនបងប្អូនអាចចាក់ចូលមកបានឡាននេះបងប្អូនបាទឆ្នាំ2011បាទប្រើសាំងកម្លាំងម៉ាស៊ីន 1.6 ហើយគីឡូវិញខ្ចីមែនតើបងប្អូនណាគីឡូតែ 50000 គីឡូទេបាទទឹកឆ្នាំបងប្អូនអាចទទួលយកបានបាទសាច់ឆ្នាំបាទឡាននេះដឹងពិសេសកន្លែងណាបងប្អូនគីឡូតិចហើយម៉ាស៊ីនវិញខ្ចីមែនតើឥឡូវយើងបងប្អូនអាចមើលរូបរាងវាសិនបាទខ្ញុំនឹងដាក់ម៉ាស៊ីនឲ្យមើលទាំងក្នុងខាងក្រៅទាំងខាងលើនេះមកបងប្អូនមើលប្លុកសិនដៃលើម៉ាស៊ីននេះខ្ចីញ៉ាំដូចសិនថ្មីហ្នឹងបងមើលឲ្យមើលបាតទេបងប្អូននេះបាទបងប្អូនមកមើលបាទដាក់ឲ្យបងប្អូនមើលទៅចេញngayបងប្អូនបាទចេញngayទាំងនោះចឹងអ្នកទៅយកឡាននេះទៅបាទចេញឡានខ្លាញ់គោចឹងហើយបងប្អូនអាចមើលខាងក្នុងបាទនៅក្នុងជាប្រភេទកណាត់បាទជាកណាត់ណាចឹងទុនស្រួលអង្គុយហើយនេះឡើងដាក់ខុបខ្វែបាទបងប្អូនយើងអាចដាក់ដបទឹកខុបខ្វែអីហើយនៅខាងមុខបាទជាប្រភេទប្រើសាវហើយ Navy មាន Navy យើងប្រើបានហើយយើងអាចអាយ៉ាមើលកាមេរ៉ាក្រោយបានហើយអញ្ចឹងសម្រាប់អ្នកដៃថ្មីគឺល្មមវាទៅប្រើប្រាស់ហើយឥឡូវយើងខ្ញុំទៅអង្គុយកែខាងមុខនេះ interior ខាងក្នុងគឺពណ៌ខ្មៅចឹងតែម្ដងបាទ interior វាម្ដងហើយកញ្ចក់ក្តោបយើងអាចក្តោបបានណានេះអញ្ចឹង Chevrolet នេះតម្លៃទុនមែនទែនហើយគីឡូវិញដូចខ្ញុំនិយាយអញ្ចឹងបងប្អូនខ្ចីមែនទែន53000គីឡូឡាននេះឡានខ្ចីហ្មងឡាននេះមើលតែម៉ាស៊ីនដឹងហើយបងប្អូនបាទនេះមើលកាមេរ៉ាក្រោយមកនេះសាច់បាទអ្នកត្រូវការឡានតម្លៃ 3-4 លានអីនេះអាចមកមើលបានតែថ្មីអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទព័ត៌មានបាត់មកអូនអាចខលឬឆាតចូល page បានអរគុណច្រើនជម្រាបលា